សាច់គោយើងប្រឡាក់ជាមួយនឹងគ្រឿងសាតេហើយយកទៅអាំងឬក៏ចៀនបែបហ្នឹងគឺថាឡើងឈ្ងុយតែម្ដងបងប្អូនហើយញ៉ាំជាមួយនឹងទឹកប្រហុកឬមួយក៏ទឹកអំបិលម្រេចក្រូចឆ្មាក៏រឹតតែឆ្ងាញ់ដែរថ្ងៃនេះខ្ញុំមានសាច់គោជិត1គីឡូខ្ញុំប្រឡាក់ជាមួយនឹងអំបិលបញ្ចប់ហើយម្រេចបញ្ចប់ដែរបន្ទាប់មកដាក់ទឹកប្រេងខ្យង1ស្លាបព្រាបាយហើយគ្រឿងផ្សំពិសេសគឺសាតេ2ស្លាបព្រាបាយយើងច្របល់សាច់នឹងចូលគ្នាឲ្យសព្វទៅរួចហើយយើងអាចយកទៅចម្អិនបានហើយបងប្អូនអាចយកទៅអាំងក៏បានឬក៏ចៀនក៏បានសម្រាប់ខ្ញុំថ្ងៃនេះគឺចៀននៅក្នុងខ្ទះដោយដាក់ប៊ឺហើយខ្ញុំប្រើប៊ឺសាបយើងអត់ប្រើប៊ឺប្រៃទេណាបងប្អូនខ្លាចក្រែងលោសាច់គោប្រៃពេកហើយសម្រាប់ការចៀននៅក្នុងខ្ទះនេះក៏អត់ចំណាយពេលយូរដែរដោយសារតែសាច់វារាងស្ដើងដែរអញ្ចឹងមួយចំហៀងខ្ញុំចៀនប្រហែលជា30វិនាទីហើយប្រែវាទៅមកមកសន្ទុះទៅគឺបានហើយពេលសាច់ឆ្អិនខ្ញុំយកទុកម្លាយសិនអត់ទាន់ហាន់វាភ្លាមទេខ្ញុំមកធ្វើទឹកអំបិលម្រេចក្រូចឆ្មាសិនខ្ញុំដាក់អំបិល1ស្លាបព្រាបាយស្ករជិត1ស្លាបព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេហើយម្រេចកន្លះស្លាបព្រាបាយបន្ទាប់ពីលាយ3-4មុខចូលគ្នាសព្វហើយទើបខ្ញុំដាក់ទឹកក្រូចឆ្មាចូលក្រូចឆ្មានេះខ្ញុំប្រើ2ផ្លែធំក្រូចពណ៌លឿងហើយក្រោយមកខ្ញុំដាក់ខ្ទឹមសចិញ្ច្រាំម៉ត់និងម្ទេសចូលហើយរបស់មួយទៀតដែលខ្ញុំទើបតែដាក់លើកទី1ដែរទេប៉ុន្តែរសជាតិឆ្ងាញ់គឺគល់ស្លឹកគ្រៃបងប្អូនសាកដាក់ម្ដងមើលក្លិនឡើងឈ្ងុយតែម្ដងហើយក្លិនគល់ស្លឹកគ្រៃនឹងវាត្រូវគ្នាជាមួយនឹងសាច់គោនឹងទៀតចឹងនិយាយថាចាប់ជាតិល្អមែនតើឥឡូវទឹកជ្រលក់ក៏ធ្វើរួចហើយដែរយើងអាចរៀបចំបន្លែទៅតាមអ្វីដែលយើងចូលចិត្តហើយងាកមកមើលសាច់គោរបស់ខ្ញុំវិញហាន់ជាចំណិតចេះមកគឺឃើញថាសាច់ឡើងទន់ល្មើយឆ្អិនល្មមតាមដែលខ្ញុំចង់បានតែម្ដង